ជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នានេះខ្ញុំឈ្មោះហេងសិលៈមកពីក្រុម AU7.9 ដែលតំណាងឲ្យក្រុមទី7ហើយនៅក្នុងក្រុមរបស់ខ្ញុំមានសមាជិកចំនួន3នាក់ដែលក្នុងក្រុមមានឈ្មោះយ៉យសោភាស្រៀនមីនស្រីនិងខ្ញុំខ្លួនឯងផ្ទាល់ហើយថ្ងៃនេះក្រុមរបស់ខ្ញុំមកធ្វើការពន្យល់អំពី HTTP request និង HTTP response សម្រាប់ខ្ញុំផ្ទាល់មកបកស្រាយពីចំណុចទី1និយាយពីនិយមន័យនិងទូនីតិរបស់វាចាឥឡូវចូលដល់ចំណុចទី1 what is HTTP អញ្ចឹងចង់បានន័យថានិយាយពីចំណុចមុន HTTP ហ្នឹងមកពីពាក្យ Hypertext Transfer Protocol វាមានទូនីតិនៅក្នុងការបញ្ជូនទិន្នន័យតាមរយៈអ៊ីនធឺណិតដោយការដាក់សំណើrequest របស់ client user ទៅកាន់ម៉ាស៊ីនមេដូចជា web server តាមរយៈ browser ហើយម៉ាស៊ីនមេធ្វើការទទួលសំណើនិងដំណើរការនៅ process ដែល client បាន request នោះបន្ទាប់មកវាធ្វើការបញ្ជូនហ្នឹងresponse ហ្នឹងទិន្នន័យតាមរយៈ browser ត្រឡប់ទៅកាន់ client វិញសម្រាប់ចំណុចទី2ចង់និយាយពី HTTP របស់ request HTTP របស់ request ហ្នឹងជាការភ្ជាប់ម៉ាស៊ីន client user ដែលមានតួនាទី website ដូចជា website app ឬឧបករណ៍ផ្សេងទៀតទៅកាន់ server ហើយសម្រាប់ចំណុចហ្នឹងវាមាន method របស់វាហ្នឹងmethod របស់ HTTP ហ្នឹងមានដូចជា get post ជាមួយនឹង delete សម្រាប់ method ទាំងអស់ហ្នឹងគេបង្កើតឡើងមកដើម្បីបញ្ជាក់ពីសកម្មភាពដែលយើងចង់បានហើយវាបង្ហាញពីប្រភេទនៃសកម្មភាពដែលអតិថិជនចង់អនុវត្តនៅលើម៉ាស៊ីនមេឧទាហរណ៍ដូចជា get មានន័យថាដើម្បីទាញយកទិន្នន័យ post គឺដើម្បីផ្ញើទិន្នន័យសម្រាប់ post ដើម្បីជំនួស delete វិញដើម្បីលុបហើយសម្រាប់ URL ហ្នឹងគឺកំណត់អ្វីដែលជាក់លាក់នៅលើម៉ាស៊ីនមេដូចជាគេហទំព័រឬឯកសារអីមួយអញ្ចឹងសម្រាប់ header នេះមានន័យថាផ្ដល់ព័ត៌មានបន្ថែមពីសំណើដូចជាប្រភេទខ្លឹមសារភាសាដែលចង់បានឬព័ត៌មានលម្អិតអំពីការផ្ទៀងផ្ទាត់អ្វីមួយហើយសម្រាប់ចំណុច body នេះនិយាយពីទិន្នន័យដែលត្រូវបានផ្ញើទៅកាន់ម៉ាស៊ីនមេហើយជាពិសេសនៅពេលប្រើទៅលើ method ដូចជា post និង put ឧទាហរណ៍ method get ហ្នឹងគឺដើម្បីទាញយកកូដ HTML សម្រាប់គេហទំព័រអីមួយហើយសំណើនឹងបញ្ជាក់ពីវិស័យដ្ឋានគេហទំព័រ URL ហើយប្រើ method get ហ្នឹងដើម្បីស្នើសុំឲ្យម៉ាស៊ីនមេហ្នឹងបញ្ជូនធនធានត្រឡប់មកវិញហើយសម្រាប់ចំណុចទី3និយាយពី HTTP របស់ response ជាការឆ្លើយតបរបស់ server មកកាន់ client ដែលបាន request សម្រាប់ចំណុចទី4នេះគឺ comment HTTP របស់ method សម្រាប់នេះ perform របស់វាមាន get មាន post មាន put មាន delete សម្រាប់ get ហ្នឹងគឺសម្រាប់ fetch data សម្រាប់ post នេះគឺ create new data សម្រាប់ put នេះ update existing data សម្រាប់ delete នេះគឺ remove data អញ្ចឹងសម្រាប់ចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់ចំណុចបន្ទាប់ជួបជាមួយក្រុមរបស់ខ្ញុំគឺឈ្មោះស្រីមីស្រីដែលនិយាយពីចំណុចទី2គឺសារៈប្រយោជន៍របស់ HTTP ហ្នឹងអ្នកសួរលោកគ្រូខ្ញុំបានឈ្មោះស្រីមីស្រីមកពីក្រុម AU7.9 ហើយនឹងចង់បង្ហាញពីតកតងទៅនឹង HTTP នៅក្នុង Python ហេតុអីយើងប្រើ HTTP នៅក្នុង Python យើងប្រើ HTTP ក្នុង Python ដោយសារតែយើងត្រូវការ access public API ជា API នៅក្នុង real world data មួយហើយមាន website ជាច្រើនដែលហើយក៏មាន service offer ទៅលើ API ដូចគ្នាដើម្បី share data ហើយយើងអាចប្រើ HTTP get request នៅក្នុង Python ដើម្បីយើងទាញទិន្នន័យបានPython ប្រើ HTTP ដើម្បីភ្ជាប់ទៅអ៊ីនធឺណិតហើយទាញយកទិន្នន័យពី API ណាមួយហើយនៅក្នុង HTTP ក៏យើងអាចទាញយកទិន្នន័យឬក៏យើងផ្ញើទិន្នន័យបាននៅក្នុង Python ហើយផ្ញើបានតលុះត្រាតែយើងក្នុង Python ហ្នឹងយើងប្រើ library មួយដែលមានឈ្មោះថា request ហើយឧទាហរណ៍ដូចជា weather API យើងប្រើសម្រាប់ព្យាករណ៍អាកាសធាតុ currency API យើងប្រើសម្រាប់ exchange rate ហើយ new API ដើម្បីបង្ហាញពីheadline ហើយ GitHub API ដើម្បីយើងបង្ហាញពី profile ឬក៏
repo declare ណាមួយនៅក្នុងហ្នឹងមកដល់ចំណុចទី2ហ្នឹងតាក់ទងទៅនឹងការបង្កើត bot ឬក៏សរសេរ script នៅក្នុង Python ដើម្បី automate ដែល delete task មួយដែលយើងអាចធ្វើឲ្យវា visit website របស់យើងឬក៏យើងអាចបំពេញ form ណាមួយឧទាហរណ៍ថាយើងបង្កើត bot មួយដើម្បី auto login ឬក៏យើងធ្វើជា attendance checker data scraper ដើម្បីទាញទិន្នន័យតាក់ទងតម្លៃ product ណាមួយនៅក្នុង website របស់យើងហើយក៏យើងអាចប្រើវាដើម្បី post ដើម្បី login ឬក៏យើងអាច get data មកវិញដូចគ្នាសម្រាប់នៅក្នុង front end គឺក្នុង front end គឺយើងប្រើ HTML ឬក៏ JavaScript ដើម្បីផ្ញើទិន្នន័យទៅកាន់ HTTP ទៅកាន់ back end បន្តទៀតដែលក្នុង back end គឺយើងសរសេរ code Python នៅក្នុងហ្នឹងដើម្បីគ្រប់គ្រងវាដូចគ្នាហើយយើង testing API ហើយដើម្បីអភិវឌ្ឍ testing API យើងដើម្បីឲ្យដើរល្អជាងមុនឬក៏វាមានប្រសិទ្ធភាពជាងមុនគឺយើងប្រើ Python script ជាជាងយើងប្រើ Postman ព្រោះអីយើងប្រើ Python script គឺវាដំណើរការល្អជាងមុននិងមានប្រសិទ្ធភាពជាង Postman មកដល់ចំណុចចុងក្រោយគឺទាក់ទងទៅនឹងការ build ឬក៏ connect microservice នៅក្នុង system ធំៗឬក៏ app មួយចំនួនធំៗដែលគេបានប្រើដូចជា microservice ហើយរាល់ microservice ហ្នឹងគឺនីមួយៗគឺមានភារកិច្ចតែមួយគឺគ្រប់គ្រងការទូទាត់ payment បង្កើតគណនីអ្នកប្រើប្រាស់ឬក៏តាមដាន stock inventory ជាដើមហើយ service ទាំងអស់ហ្នឹងគឺតាក់ទងគ្នាតាមរយៈ HTTP និង JSON ហើយ Python script ក៏អាច connect ទៅ service ឬក៏ exchange data ដូចគ្នាហើយ Python ដែលវាអាចធ្វើបានគឺ request HTTP ទៅ service ផ្សេងទៀតដើម្បីទទួលបានទិន្នន័យឬក៏យើងអាច update ទិន្នន័យដូចគ្នាហើយឧទាហរណ៍ថាកន្លែងនេះគឺ Python ឧទាហរណ៍ថា Python service A ផ្ញើទៅ HTTP ដើម្បី request ទៅ service B ដើម្បី get inventory នេះហើយការប្រើប្រាស់ទិន្នន័យក្នុងទ្រង់ទ្រាយ JSON គឺជាភាសាសាមញ្ញមួយរបស់ API ដើម្បីបន្ថែមសុវត្ថិភាពដូចជាការផ្ទៀងផ្ទាត់អត្តសញ្ញាណឬក៏ encrypt នៅពេលដែល service ធ្វើការទំនាក់ទំនងគ្នាហើយឧទាហរណ៍ថានៅពេលដែលមាន user មួយគាត់បានបង្កើត account ឬក៏គាត់ sign up account ថ្មីនៅក្នុង Python app យើងគឺវាផ្ញើទៅ webhook ហើយក្នុង webhook មាន HTTP post នៅក្នុងហ្នឹងហើយបន្តទៅ Discord ឬក៏ Slack channel របស់យើងដែលបានបង្កើតរួចមកជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាជាបន្តទៅទៀតនេះខ្ញុំនឹងមកនិយាយអំពីបច្ចេកតូចមួយដែលប្រើភាសា Python ដើម្បីបញ្ជូន HTTP request និងទទួល HTTP response ពី web server ដែលនៅក្នុងការសរសេរហ្នឹងគឺខ្ញុំផ្ដោតទៅលើការប្រើប្រាស់ package request និង URL lab3 ដើម្បី request ជាមួយនឹង get post និងប្រើ retry mechanism អញ្ចឹងយើងនឹងមើលពីរបៀបប្រើ header និងធ្វើ error heading តាមលំដាប់ផងដែរហើយបន្តទៀតនេះខ្ញុំនឹងនិយាយអំពី library ដំបូងមុននឹងយើងសរសេរយើងបង្កើតប៉ុណ្ណឹងបានគឺយើងត្រូវទៅឡើង library ពីរសិនគឺទី1 install request ហើយនឹងមួយទៀតគឺ URL lab3 ហ្នឹងអញ្ចឹងដើម្បី install បានគឺយើងទៅបើក terminal ហើយបន្តមកទៀតយើងវាយពាក្យថា pip install pip3 install request ហ្នឹងសរសេរត្រូវផងសរសេរអត់ s គឺវាអត់ install ឲ្យទេ URL lab 3អញ្ចឹងគឺយើងសរសេរប៉ុណ្ណឹងហើយយើង enter ទៅវានឹង install package 2នឹងឲ្យយើង
ចឹងហើយសម្រាប់ package library ពីនេះដែរគឺវាសំខាន់ព្រោះថា library ទាំងនេះវាជួយសម្រួលក្នុងការផ្ញើ request និងគ្រប់គ្រង retry នៅពេលដែលមាន error ឬក៏កំហុសខុសឆ្គងណាមួយកើតឡើងដោយមិនបានត្រៀមទុកមុនឬក៏ដឹងទុកមុនចឹងហើយនេះគឺចំពោះ library គឺមានតែប៉ុណ្្នឹងឥឡូវខ្ញុំនឹងទៅបង្ហាញអំពី function ដែលនៅក្នុង function ដែលខ្ញុំសរសេរនេះគឺមាន3ដែល function ទី1គឺនិយាយអំពី get request ហើយ function ទី2និយាយអំពី post request ហើយនិង function ទី3និយាយអំពី get with retry ចឹងចំពោះ function ទី1នៅក្នុង function get request ហ្នឹងគឺយើងបញ្ជូន get request ទៅឲ្យ URL នេះ URL http JSON placeholder ហ្នឹងដើម្បីទាញយកទិន្នន័យហើយចំពោះ URL ហ្នឹងដែរគឺយើងត្រូវប្រើវាត្រូវមានអ៊ីនធឺណិតបើមិនជាអត់មានអ៊ីនធឺណិតទេគឺយើងមិនអាចរ៉ាន់វាដើរបានទេវានឹង error ឥឡូវនេះខ្ញុំមានអ៊ីនធឺណិតបានរ៉ាន់ទៅដើរនេះតែខ្ញុំផ្ដាច់អ៊ីនធឺណិតចោលគឺវានឹងអត់ដើរទេហ្នឹងហើយចំពោះ header នេះវិញគឺខ្ញុំបានកំណត់ header ជាមួយនឹង user agent ដើម្បីប្រាប់ server ថា request មកពីកម្មវិធី Python app នេះ request មកពីហ្នឹងអញ្ចឹងនឹងខ្ញុំប្រើប៉ុណ្ណឹងហើយតទៅទៀតអានេះ response get នេះតួតម្លៃមកហើយតម្លៃចំពោះតម្លៃ time out ស្មើ5នេះវិញនឹងគឺមានន័យថាប្រសិនបើ server មិនឆ្លើយតបក្នុង5វិនាទីវានឹងបញ្ចេញ error មកតែម្ដងហ្នឹងហើយបន្ទាប់ពីបាននេះបន្ទាប់ពីបាន response ហ្នឹងយើងនឹង print ស្ថានភាព response ហ្នឹងមកឲ្យទិន្នន័យដែលទទួលបានជា JSON នេះចឹងហ្នឹងគឺចំពោះ function get request ឥឡូវ function get request គឺមានតែប៉ុណ្្នឹងទេយើងទៅមើល result វានេះ get request វាទទួលបាន letter code 200ហើយ response body ឥឡូវយើងចូលទៅ function ទី2ដែលនិយាយអំពី post request ចំពោះ function post request នឹងដែរគឺខ្ញុំបានបង្កើត data ដែលចង់ផ្ញើទៅ server ជាមួយនឹង JSON object ដែលមានpayload ជាអ្នកគ្រប់គ្រងក្នុងហ្នឹងនេះគ្រប់គ្រងមានដូចជា title body ហើយនិង user ID ហើយចំពោះ header វិញគឺមាន content type application JSON ដើម្បីប្រាប់ពី server ថាទិន្នន័យដែលផ្ញើជាទ្រង់ទ្រាយរបស់ JSON ហើយបន្តមកទៀតនេះខ្ញុំប្រើ request post ហ្នឹងគឺដើម្បីផ្ញើ post request ទៅ server ហើយ print ស្ថានភាពនេះនឹងទិន្នន័យ response ដែល server បង្ហាញមកវិញនេះ print ទាំងអស់នឹងចេញមកក្រៅហើយពិនិត្យមួយទៀតគឺពិនិត្យថា response ហ្នឹង response status
มันមាន error ដោយប្រើនេះប្រើ response status ហ្នឹងអញ្ចឹងនឹងក៏វាឆ្លេកស្រីតែគ្នាដែរគ្រាន់តែមួយ get request មួយ post request អញ្ចឹងមួយទទួលទិន្នន័យមួយទាញទិន្នន័យបោះទិន្នន័យទាញទិន្នន័យឥឡូវមួយទៀតគឺខ្ញុំនឹងនិយាយអំពី function ទី3គឺ get request with retry ចឹងនៅក្នុង function ហ្នឹងដែរខ្ញុំបង្កើត session មួយសម្រាប់ធ្វើ session មួយនេះសម្រាប់ធ្វើ HTTP request នៅទីនេះខ្ញុំកំណត់ retry ហ្នឹងជា policy ដោយប្រើ retry class ពី URL lab 3ដែល retry ហ្នឹងគឺវានឹងព្យាយាម request ដល់ទៅ3ដងនេះ total ស្មើ3អញ្ចឹងដល់3ដងបើសិនបើបាន status code error ដូចជា code 500 502 503 504 ពី server ហើយចំពោះbackup filter នេះ backup filter ស្មើ 0.3 ហ្នឹងគឺមានន័យថា retry នឹងពន្យាពេលចន្លោះជំហានគឺថាចន្លោះពេលរយៈពេល 0.3 វិនាទីទៅ 0.6 ឬក៏ 0.9 វិនាទីតាមលំដាប់ហ្នឹងទៅនឹងវាពន្យាពេលដែលវាឆ្លើយតបហើយក្រោយពីបាន config retry នឹងមកខ្ញុំប្រើ session ដើម្បីផ្ញើ get request ហើយ print លទ្ធផលដូចជា function មុនដែរនេះអញ្ចឹងចំពោះ function ទី3 get request with retry ហ្នឹងក៏មានតែប៉ុណ្្នឹងដែរឥឡូវយើងចូលទៅមួយទៀតនេះគឺមិនមែនជាដូចថាមិនជា function បន្តទៀតទេតែវាគឺជា function main ដែលបញ្ចូល if នេះ if name ស្មើ main ហ្នឹងអញ្ចឹងវាជា entry point នៅទីនេះខ្ញុំបានហៅ function ទាំង3ក្នុងលំដាប់ដូចជា get post get with retry ដើម្បីបង្ហាញលទ្ធផលលើ terminal អញ្ចឹងនៅពេលដែលយើងរាំមកគឺវាចេញតាមលំដាប់មាន get ហ្នឹងអញ្ចឹងទៅ get request ទៅមក post request ទៅមក get with retry អញ្ចឹងសម្រាប់ដងទៀតនេះគឺលទ្ធផលវាទាំងអស់ get request គឺបាន capture code 200 body នេះ get post request ក៏201នេះ get request with retry នេះក៏200ដែរអញ្ចឹងនេះគឺជា project ដែលខ្ញុំបានបង្ហាញពី HTTP request និង HTTP response ជាមួយនឹង Python 3អញ្ចឹងសម្រាប់វីដេអូរបស់ក្រុមពួកខ្ញុំផងដែរគឺមានតែប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានស្ដាប់វីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់បញ្ចប់ចាសសូមអរគុណ